អូច្រើនមែនទេអ្នកគ្នាអើយស្ទះហើយរំជួគ្នា Hello សួស្តីអ្នកគ្នាបងមកកាន់វីដេអូឃ្លីបថ្មីរបស់ខ្ញុំការធ្វើដំណើរ trip មកឡើងលេងកម្សាន្តនៅឯខេត្តបាត់ដំបងនៅស្រុកបណ្ណន់គឺយើងមកជីណូរីទាំងអស់គ្នាហើយបងប្អូនពុកម៉ែនៅក្នុងកម្មវិធីប្រៀបធៀបបុណ្យចូលខ្មែរយើងហ្នឹងតើបានតលេងណាខ្លះហើយខ្ញុំបានតលេងឆ្ងាយៗទេគឺខ្ញុំលេងចិត្តក្បែរខេត្តស្រុកខ្ញុំហ្នឹងឯងហើយចង់ដឹងថាតើដំណើរកម្សាន្ត trip ការដើរលេងនៅឯខេត្តបាត់ដំបងជីណូរីហ្នឹងសប្បាយប៉ុណ្ណាហើយខ្ញុំបានឃើញបងប្អូនយើងមកលេងច្រើនមែនទែនឃើញនៅក្រោយខ្ញុំហ្នឹងគឺសិតតឡានហ្មងកកគុញហ្មងអូខេទៅទស្សនាការជីណូរីរបស់ខ្ញុំសប្បាយប៉ុណ្ណាអូខេ let's go មកដល់កន្លែងលក់សម្បត្តិហើយអ្នកទាំងអស់គ្នាហើយសម្បត្តិគឺមានតម្លៃសមរម្យមែនទែនដែលយើងជិះណូរីដើរលេងហើយនឹងយើងទៅមើលសួនជីណូរីគឺតម្លៃត្រឹមតែ 7,000 រៀលទេហើយចូលមើលសួនតម្លៃត្រឹមតែ 10,000 រៀលទេចំណែកឯក្មេងៗវិញគឺគេគិតពីកម្ពស់ហើយក្មេងៗទូចៗគឺគេបោះត្រាសម្គាល់ថាមិនបាច់យកលុយទេនេះគឺជាកន្លែងត្រួតពិនិត្យសម្បត្តិហើយខ្ញុំចាប់ផ្ដើមចូលទៅហើយជាមួយគ្រួសាររបស់ខ្ញុំឃើញថាការរៀបចំរបស់គាត់គឺមានដេគ័រភ្លើងមានដេគ័រផ្កាឈូករ័ត្នដេគ័រគ្រប់សពគឺស្អាតមែនទែនអូច្រើនមែនទែនអ្នកគ្នាអើយស្ទះហើយរំជួគ្នាងុយដេកហើយនេះច្រើនមែនទែនហ្នឹងមើលលំណៃហ្មងអូសบายទាំងអស់គ្នាជីណូរីហេSige. Yeah. Sao che lo nè kìa. Vậy nó survive rồi. Thế phiên là kháng mốc san thế. Câu nhóm đây ba đây nữa. ការជីណូរីរបស់ខ្ញុំគឺត្រូវបានចប់មកវាហើយឥឡូវយើងមកដល់សួនច្បារដែលមានចំនួនជិត100ហិកតាដែលមានចំនួនធំមែនទែនដូចយើងបានទៅលេងនៅឋានសួគ៌មួយអញ្ចឹងហើយយើងទៅលេងនៅស្រុកក្រៅអញ្ចឹងហើយវីដេអូនេះគេខ្ញុំធ្វើពីរវគ្គដោយសារតែនៅទីនោះគឺធំជាងយើងចាយពេលវេលាការថតគឺយូរមែនទែនអញ្ចឹងសង្ឃឹមអ្នកគ្នានឹងតាមដានវីដេអូក្រោយខ្ញុំនឹងថតទស្សនភាពនៅក្នុងសួនតើមានភាពស្រស់ស្អាតការដេគ័រអ្វីដែលចម្លែកនៅក្នុងនោះក៏មានអ្វីខ្លះអូខេជួបជុំនៅវីដេអូក្រោយបាយបាយ